លមុនកាលកូននៅតូចជាងគេមានបងមើលថែមានពុកមានម៉ែរក្សាចិញ្ចឹមថ្នាក់ថ្នមកូនធំរស់ដោយសុខាទោះលោកលំបាកប៉ុណ្ណាក៏ទ្រាំដើម្បីកូនស្ងួនតែដល់ពេលនេះរូបខ្ញុំហាក់ដូចឯកាបងមានគ្រួសារវាសនាបែងចែករៀងខ្លួនពុកម៉ែក៏ចាំសុខភាពលោកមិនមាំមួនកូនមិនសូវថែទួនរវល់រៀងខ្លួនផ្លេចគ្រាកូនឡរៀងខ្លួនផ្លេចគ្រាកូនឡចាហើយចង់ឲ្យកូនមកក្បែរនឹងគុំពុកម៉ែធ្នមថែចិត្តកាយគាត់ផងគុណផ្ដល់ជីវិតកូនពិតគ្មានអ្វីនឹងសងតែកូនត្រូវតបស្នង
សិក្សា